អង្គព្រះទ្រង់ញៀនមានដៃជះសំដែងប្រាប់ព្រះអនន្តថារត់តេះដែលចាស់បទៅណាទៅបានដោយសារអព្រឹសីតថាគតចាស់ក្រមគ្រាហើយមនាលអនន្តអើយមានមមអីដូចរត់តេះចាស់អព្រឹសីវោសាឆ្នាំថ្មី80ហើយក្រោយព្រះអនន្តទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផាត់តាហាថ្ងៃត្រង់ហើយមាមិនកន្តើគាល់សាស្តាឆ្នាំម្សាញ់ខែមីថ្ងៃអាទិត្យពេញបូរមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាច់អាយុសង្ខារចំពោះមុខមីគ្រានោះឯងនៅនីបាវាលចេតីក្បែរវេសាលីក្រៅកំផែងក៏ក្រាធរណីគ្រប់កន្លែងគោលន់ខ្វាត់ខ្វែងខ្ទោអាកាសក្រោយមកភិក្ខុជួបជុំគ្នាអង្គព្រះភគវីទ្រង់បានត្រាស់សំដែងគាថាអស្ចារ្យណាស់រំលឹកយ៉ាងច្បាស់ត្រាស់អវាទ្រង់បានត្រាស់ថាសង្ខារទាំងឡាយតែងតែអន្តរាយវិនាសខូចខាតចូលអ្នកទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការភាជអ្នកដែលស្មូនឆ្នាំងដំដុតដោយដីតូចក្តីធំក្តីឆៅឆ្អិនយ៉ាងណាចុងក្រោយរមេតែងមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសពសត្វនិកក្មេងចាស់មានក្រពីលឬបណ្ឌិនចុងក្រោយរមេតែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតតថាគតមានប្រមាណតិចគោរពពាក្យពេចន៍ឥតកិច្ចកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័សសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនវេលាចិត្តភ្លឺទ្រង់ចូលឈានហើយចូលនិព្វានកណ្ដាលព្រៃក្នុងខែពិសាខថ្ងៃអង្គារឆ្នាំម្សាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបូរមីបរិស័ទប្រុសស្រីជុំត្រៀបត្រាទីត្រង់និព្វាននោះតាំងនៅក្បែរផ្លូវទៅក្រុងកុសិនារារាំងភ្នំមួយគូសាលព្រឹក្សាមានផ្ទាំងសិលានៅចន្លោះកុំថាឡើយមនុស្សសោយសោកាសូម្បីទេវតាឋានទាំងអស់